រៀបសួរបងប្អូនបងគ្នាបាទថ្ងៃនេះបងដៃគឺខ្ញុំមកប្រាប់ពីរបៀបតភ្ជាប់ដុំ power supply របស់កាមេរ៉ាបាទអញ្ចឹងបងប្អូនតាមវីដេអូរបស់គ្នាអញ្ចឹងរបៀបភ្ជាប់របស់វាគឺងាយស្រួលទេបងប្អូនមើលអក្សរទៅលើដុំ power នេះបងប្អូនអក្សរវាមានអានេះ LN បងប្អូនសម្រាប់ភ្លើង AC ចូលអញ្ចឹងបងប្អូនដោតមក AC មួយណាក៏បានដែរវាអត់រើសពោអត់អីអញ្ចឹងបងប្អូនដោតវាដាក់ LN សម្រាប់ភ្លើងចូលតមកទៀតអានេះវាដាក់អក្សរ G អញ្ចឹងអក្សរម៉ាស់ហ្នឹងយើងមិនបាច់ប្រើវាទេហើយបន្តមកទៀតវាដាក់ V ដក V ដក V ដក 3 V ដក 3 V បូក 3អញ្ចឹងបងប្អូនតខ្សែកាមេរ៉ារបស់យើងនេះខ្សែកាមេរ៉ារបស់យើងបងប្អូនស្គាល់ខ្សែកាមេរ៉ារបស់យើងនេះខ្សែភ្លើងវាមានក្រហមមានខ្មៅអញ្ចឹងបើសិនជាក្រហមបងប្អូនចាប់យកបូកមកបើសិនជាខ្មៅបងប្អូនចាប់យកដកមកអញ្ចឹងរបៀបតរបស់វាគឺងាយស្រួលទេបងប្អូនហើយបងប្អូនចាប់ធ្វើម៉េចឲ្យត្រូវបងប្អូនបើករណីយើងចាប់ខុសអានឹងវាអាចមានបញ្ហានេះជាដុំ power របស់ Mega បងប្អូននេះវាមានពេលរបស់វារហូតទៅដល់ 33.5 អាំពែបងប្អូនអញ្ចឹងវាយកបានកាមេរ៉ាច្រើនមែនទែនអញ្ចឹងបងប្អូនចង់បានបងប្អូនអាចទៅអ្នកទំនងបានគឺតម្លៃពិសេសបងប្អូន